ស្ទឹងកាច់សង្កាត់សាលាក្រៅក្រុងបៃលិនខេត្តបៃលិនឆ្លងកាត់សង្វៀនប្រកួតបានចំនួន150លើក102លើកឈ្នះ44លើកចាញ់3លើកស្មើ18លើកផ្ដួលគូប្រកួតសន្លប់នៅលើសង្វៀនប្រកួតចុងក្រោយជាមួយនឹងកីឡាករថៃបង្គោលខៀវកំពុងថ្វាយបង្គំគ្រូនេះដោយឈ្នះផ្ដួលគូប្រកួតឲ្យសន្លប់នៅក្នុងទឹកទី4បង្គោលក្រហមថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខណ៍វត្តសីមាជាកូនសិស្សរបស់លោកគ្រូធីនរិទ្ធមកពីក្លឹបអាណាចក្រគុនខ្មែរសូមស្វាគមន៍សម្លេងដល់កងកំពងជូនវត្តមានកីឡាករបង្គោលក្រហមព្រះរាជាណាចក្រកម្ពុជាកូននាងកំណាចឆ្លងដែនមកពីបៃលិនសមាជិកបង្គោលខៀវជាកីឡាករអញ្ជើញមកពីព្រះរាជាណាចក្រថៃ24ឆ្នាំ1.73 ម៉ែត្រនៅឯស្រុកមឿងខេត្តខនកែន78ដងឆ្លងកាត់សង្វៀនប្រកួត64លើកឈ្នះ11លើកចាញ់3លើកស្មើ10លើកផ្ដួលគូប្រកួតសន្លប់នៅលើសង្វៀនប្រកួតជាមួយនឹងចុងក្រោយវងណយនេះឯងសន្លប់របស់វងណយនៅក្នុងទឹកទី4ថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខណ៍វត្តសីមាជាកូនសិស្សរបស់លោកគ្រូផែនមកពីក្លឹបជាតិច័ន្ទខៀវណែនាំឲ្យស្គាល់អ្នកប្រដាល់ចិត្តឆាវឆាវធ្វើការប្រកួតចាញ់មិនអស់ចិត្តសុំសងសឹកក្តៅភ្លាមខົບពីចិត្តជាតិច័ន្ទខៀវបាទជាអាហារមួយសម្រាប់បងប្អូនជនជាតិចិនមកយ៉ាងហោចតែមិនចាំបាច់បច្ចុប្បន្នជាអាហាររបស់មនុស្សទាំងអស់គ្នាហ្នឹងបាទមានតែនំបាយឆ្ងាញ់កន្លែងណាទេបាទមកស្នូលនំប្រមាណខ្លួននំបាយឆ្ងាញ់កន្លែងណាឆ្ងាញ់មាត់យើងនេះបាទពេលដែលយើងទទួលទានបាទស្នូលឯងឆ្ងាញ់ជាងគេស្នូលប្រៃបាទស្នូលប្រៃតែខ្ញុំនិយាយស្នូលសាច់ជ្រូកឲ្យដាក់ពងទាបាទពងទាអត់ចូលចិត្តដាក់ពងទាមួយទេដាក់អាពងទាទាំងមូលហ្មងឲ្យមកមូលហ្មងមិនទេចាំតែចិត្តកណាត់ទៅអើយបាទខ្ញុំកាត់ខ្លួនមកខ្ញុំចាស់តនេះចាញ់កោមនេះចានេះចាបោដាក់កូនឯងទីស្អីអត់បានទេព្រោះកណាទៅទីម្សៅទៅបើតែយ៉ាងណាក៏ដោយណាកីឡាករបង្គោលខៀវនេះការពិចាញ់វងណយស្លាប់ក្នុងទឹកទី4នេះគឺថាមិនទាន់អស់សមត្ថភាពទេតែសារការផ្លាត់គ្នាប្រយ៉ាងទេតែវងណយមិនសង្កត់តែ70%ទេខ្ញុំមិនថាសូមផ្ដាំផ្ញើឆ្លើយតបទៅកាន់បងប្អូនក្នុង Facebook រថយន្តអាឆ្នាំអ៊ុតដែលធ្លាក់ចូលទៅក្នុងបលាយទឹកមិនមែនវងណយណាបាទទេតែការតែប្អូនរបស់វងណយចង់បើកឡានមួយទឹកបាទឃើញវងណយចោះឡើងហើយថ្ងៃនេះវាក្តៅយើងបើកឡានវងណយចុះទៅទឹកស្រាឲ្យវងណយនេះទៅដល់អ្នកវេទនាវងណយអ្នកលើកឡើងម្នាក់ចូលលើកយូរទៅធ្លាក់ទៅតែដាក់ Facebook មកលេងមើលបាទតែជួយអ្នកជួយវ៉ាខតទៅថតដំបូលទៅបើជួយគេមិនអាចធ្លាក់ដល់ទឹកហ្នឹងទេវ៉ាខតទៅបងណយតែដល់ឡើងមិនចេះទៅមកជួបបាច់តាមានអីអ្នករឿងមិនឯងទៅចេះទូឡើងតែក៏រឿងសិនហើយបងណយអ្នកបដាល់យ៉ាងណាគូនេះកំណាច់ឆ្លងដើមទៅបៃលិនណាវត្តតាមហេអាកាយគាត់មកប្រកខៀវឡមែនបាត់តែរបស់គប់ពីជិតអ្នកជើងស្ដៅរកពីជិតបងណយជួយអាចចូលមកបងណយនេះគេថាអាវុធ14ជួយរបស់គឺកាយហ្នឹងហើយយករៀនយ៉ាងជើងតាមរកពីជិតតាមវងណយតាមដៃត្រង់ជង្គង់តាមវងណយវត្តតាមដៃវងណយអើយបាទតាមរៀនខោវងណយໄວមកការឲ្យចូលរៀនវត្តជួយរបស់ពីកើតអ្នកបដាមកពីថៃមកពីស្រុកមឿងខេត្តខនកែនស្ដាប់វងណយគេដាក់ដៃត្រង់បាទស្វ័យទឹកទី1ដល់មិនបានឃើញទូរស័ព្ទរੂដែរអ្នកឧបត្ថម្ភសម្រាប់ជនឧបត្ថម្ភក៏ហើយវាយដល់ប៉ុណ្ណឹងធ្លាក់ពី$200បាត់ហើយចាប់ទឹកកីឡាមួយមិនបាយមួយទេមកទេវងណយក្រហមទីនេះគុំពីជិតតាមដៃចូលបដល់ព្រាមតាប់ចោហើយទឹកទី2នេះអត់ច្រឡំតាមដៃ
អាយអមយាយលោកកញ្ញាកណ្ដាលបញ្ឈប់ទឹកទី2បាត់ទៅហើយមកដៃស្ដាំបាទចាំមិនដាក់រ៉ាសមានកូននេះកំណាត់ឆ្លងបានជាតែភ្លើងមកជាមកហើយបានទៀតបាទលោកកញ្ញាកណ្ដាលបញ្ឈប់បានហើយមិនដែរសុំគួយជប់មើលអ្នកថាដូចបាយវ៉ារាប់លុយភ្លេចមើលបាទសុំរូបភាពយឺតឡើងវិញមើលបងប្អូនតាវាត្រូវយ៉ាងណាមិញនេះមើលមិនអស់ចិត្តមែនតើនេះខ្ញុំមិនសុខចិត្តដែលសារបានមើលវិញសុំរូបភាពយឺតមកមួយមកបាទបងប្អូនយើងក៏លេបដែរសុំអ្នកប្រចាំទៅជួយមើលអូមកឡើយចាំតិចបាទចាំតិចមើលតើបងមើលតើមិញចឹងមិនថាកីឡាមានល្បិចចឹងបងប្អូនល្បិចចឹងលេខ40មិនបង្គោលក្រហមវងនៅឆ្នះការកំណត់បញ្ឈប់បង្គោលនៅក្នុងទឹកទី2